លោកមនិតសិនសំនៅក្នុងនាមជាអ្នកស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រនយោបាយផងតើលោកមនិតគិតថាតំណែងតំណងស្អិតរមួតបែបនេះរបស់កម្ពុជាចិនណាអាចធ្វើឲ្យកម្ពុជាពិបាកនៅក្នុងការកសាងតំណែងតំណងស្អិតរមួតបន្ថែមទៀតជាមួយនឹងមិត្តផ្សេងទៀតដែរទេដោយសារតែយើងគឺមើលទៅដូចស្និទ្ធស្នាលជាមួយចិនតែបើមិត្តផ្សេងទៀតដែលមិនចង់ឲ្យយើងស្និទ្ធស្នាលជាមួយចិនហ្នឹងតើគេអាចនឹងមានអារម្មណ៍មិនល្អដែរទេចា៎បាទអរគុណកញ្ញារស្មីហ្នឹងសំណួរនេះវារឿងពិបាកឆ្លើយតិចប៉ុន្តែយើងដឹងហើយថាដោយលោកបណ្ឌិតនីរិទ្ធបានលើកឡើងអញ្ចឹងគឺដោយសារតែប្រពៃណីរបស់ចិនមែនតើទៅវាមានអត្តពលខ្លាំងស្ទើរតែក្របដណ្ដប់គ្រប់ផ្នែកទាំងអស់នៃពិភពលោកដែលការទទួលយកនៅប្រពៃណីឬក៏វប្បធម៌របស់ប្រទេសចិននៅក្នុងពិភពលោកហ្នឹងគឺដើម្បីសុខដុមគេថាភាពល្អប្រសើរនៃមនុស្សជាតិឬក៏ភាពល្អប្រសើររវាងពលរដ្ឋហើយនិងពលរដ្ឋជាពិសេសគឺពលរដ្ឋចិនជាមួយនឹងពលរដ្ឋនៃប្រទេសផ្សេងទៀតចឹងដឹងហើយថានៅក្នុងតំបន់អាស៊ានបើយើងគិតត្រឹមតំបន់អាស៊ានដែលមានម៉ាឡេស៊ីឥណ្ឌូនេស៊ីឬក៏វៀតណាមកម្ពុជាថៃទាំងអស់នោះគឺសុទ្ធតែជាប្រទេសដែលបានរងឥទ្ធិពលយ៉ាងខ្លាំងអំពីប្រទេសចិនរងឥទ្ធិពលហ្នឹងគឺអំណាចទៅលើសេដ្ឋកិច្ចការទូតវប្បធម៌ដែលប្រទេសអាស៊ានស្ទើរតែទាំងអស់សុទ្ធតែមានទំនាក់ទំនងល្អជាមួយនឹងប្រទេសចិនមិនមែនតែកម្ពុជាមួយទេគឺប្រទេសចិនលោកមានទំនាក់ទំនងល្អជាមួយនឹងប្រទេសស្ទើរតែទាំងអស់នៅក្នុងពិភពលោកហ្នឹងរាប់ទាំងខាងអឺរ៉ុបសហរដ្ឋអាមេរិកបារាំងអូស្ត្រាលីហើយបើប្រទេសអាស៊ានវិញចិនគាត់ស្និទ្ធមែនទែនជាមួយនឹងម៉ាឡេស៊ីហើយជាមួយនឹងវៀតណាមជាមួយថៃហើយបើជាមួយនឹងម៉ាឡេស៊ីប្រទេសចិនហ្នឹងគឺថែមទាំងបានលើកលែងទឹកដីទេសចរឲ្យគ្នាទៅវិញទៅមកទៀតជាមួយនឹងម៉ាឡេស៊ីអញ្ចឹងបើនិយាយថាទំនាក់ទំនងល្អខ្លាំងពេករវាងចិនកម្ពុជាធ្វើឲ្យប្រទេសដទៃទៀតគេរង្គើចិត្តឬក៏ពិបាកបង្កើតទំនាក់ទំនងជាមួយនឹងកម្ពុជាវាមិនសូវត្រូវទេពីព្រោះចិនគឺគាត់ល្អជាមួយគេគ្រប់គ្នាទាំងអស់មិនមែនល្អតែជាមួយនឹងកម្ពុជាទេហើយបើនិយាយអំពីកម្រិតដែលល្អនោះដូចខ្ញុំឲ្យឧទាហរណ៍មិញហ្នឹងគឺជាមួយម៉ាឡេស៊ីគាត់ល្អជាងយើងឆ្ងាយផងដោយសារតែគេបានលើកនៅទឹកដីទេសចរឲ្យគ្នាទៅវិញទៅមកហើយស្របពេលដែលយើងរដ្ឋាភិបាលកម្ពុជាលោកបានប្រកាសជាផ្លូវការថានឹងលើកទឹកដីទេសចរជូនដល់ពលរដ្ឋចិនដែរនៅខែមិថុនាឆ្នាំនេះប៉ុន្តែជាទស្សនវិជ្ជាជាក់ស្ដែងមកទល់ឥឡូវនេះយើងអត់ទាន់បានធ្វើដូចអ្វីដែលម៉ាឡេស៊ីបានធ្វើជាមួយនឹងប្រទេសចិនទេអញ្ចឹងកន្លែងនេះចង់បញ្ជាក់ថាភាពល្អប្រសើរនៃតំណែងកម្ពុជាចិនហ្នឹងគឺมันមានអ្វីដែលខុសប្លែកអំពីអ្វីដែលចិនគាត់មានជាមួយនឹងប្រទេសផ្សេងទេអញ្ចឹងយើងកុំគិតថាយើងល្អជាមួយចិនលើសគេឬក៏យើងនឹងពិសេសសម្រាប់ចិនលើសគេពេកអីដោយសារតែចិនគាត់ជាប្រទេសមួយដែលដាក់គោលនយោបាយជាមិត្តជាមួយនឹងប្រទេសទាំងអស់នៅលើពិភពលោកហើយចិនអនុវត្តគោលនយោបាយមួយគឺឈ្នះឈ្នះគឺកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសផ្សេងដែលប្រទេសចិនធ្វើហ្នឹងគឺសំដៅថាដើម្បីឲ្យបានទទួលផលប្រយោជន៍ទាំងអស់គ្នាអញ្ចឹងចិនណាក៏ជាមិត្តរបស់គាត់ដែរនៅក្នុងពិភពលោកហ្នឹងសូម្បីតែអាមេរិកដែលគាត់ប្រឆាំងគ្នាច្រើនហ្នឹងគឺចិនហើយនិងអាមេរិករកស៊ីជាមួយគ្នាធំមែនតើគឺត្រូវការគ្នាទៅវិញទៅមកអញ្ចឹងត្រឡប់មកសំណួរវិញថាចុះបើសិនជាការដែលកម្ពុជាចិនហ្នឹងស្និទ្ធខ្លាំងពេកជាមួយនឹងស្និទ្ធជាមួយគ្នាទៅវាអាចនាំឲ្យកម្ពុជាលំបាកក្នុងការបង្កើតទំនាក់ទំនងជាមួយនឹងប្រទេសផ្សេងទៀតនោះគឺមិនអញ្ចឹងទេពីព្រោះកម្ពុជាគឺជាប្រទេសឯករាជ្យមួយដែលយើងមានដែនអធិបតេយ្យភាពច្បាស់លាស់យើងមានរដ្ឋធម្មនុញ្ញហើយយើងមានព្រះមហាក្សត្រយើងមានរាជរដ្ឋាភិបាលហើយដោយឡែកប្រទេសចិនក៏ដូចគ្នាដែរលោកជាប្រទេសមួយដាច់ដោយឡែកជាប្រទេសឯករាជ្យជាប្រទេសមហាអំណាចដែលមានមិត្តច្រើននៅក្នុងពិភពលោកអញ្ចឹងការដែលកម្ពុជាយើងស្និទ្ធជាមួយចិនមិនមែនមានន័យថាយើងទៅបង្កនៅបញ្ហាជាមួយនឹងប្រទេសផ្សេងទេគឺយើងស្និទ្ធជាមួយចិនផងក៏យើងល្អជាមួយនឹងប្រទេសផ្សេងទៀតដូចជាប្រទេសអាស៊ានប្រទេសអឺរ៉ុបឬក៏សហរដ្ឋអាមេរិកដែរប៉ុន្តែនៅក្នុងទស្សនវិជ្ជានយោបាយវិញជាធម្មតាដែលខ្ញុំជាអ្នកសិក្សាស្រាវជ្រាវហ្នឹងខ្ញុំបានសង្កេតឃើញហ្នឹងវាមានទស្សនវិជ្ជាពីរតែចម្លែកដែលតែងតែកើតមាននៅក្នុងតំណែងកម្ពុជាចិនហ្នឹងជាពិសេសសម្រាប់អ្នកសិក្សាស្រាវជ្រាវរបស់លោកខាងលិចឬក៏ជួនកាលរបស់ប្រទេសក្បែរខាងកម្ពុជាហ្នឹងនៅពេលណាដែលគេចង់វាយប្រហារឬក៏ចង់រិះគន់ប្រទេសចិនអាហ្នឹងគេរិះគន់កម្ពុជាភ្ជាប់នឹងរឿងអវិជ្ជមានរបស់ចិនណាចា៎អញ្ចឹងអត្ថបទទាំងអស់យើងអានទៅនៅក្នុងបណ្ដាញសារព័ត៌មានរបស់លោកខាងលិចជាអន្តរជាតិហ្នឹងគឺបារម្ភពីឥទ្ធិពលរបស់ចិននៅកម្ពុជាបារម្ភអំពីដែនសមុទ្រ
រៀមមូលដ្ឋានតបឬក៏បារម្ភអំពីគម្រោងប្រជិកហ្វូណនទៅចូលបារម្ភនេះបារម្ភនោះអញ្ចឹងបើកាលណាគេនិយាយអំពីរឿងអវិជ្ជមានរបស់ចិនគេភ្ជាប់កម្ពុជាដើម្បីរិះគន់កម្ពុជាផងរិះគន់ចិនផងចា៎ប៉ុន្តែនៅពេលណាដែលប្រទេសទាំងនោះដែលគេត្រូវការកិច្ចសហប្រតិបត្តិការជាមួយចិនវិញអាហ្នឹងគេផាត់កម្ពុជាចោលគេនិយាយតែរឿងល្អរបស់ចិនគេនិយាយតែអំណាចនៃកិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ចជាមួយនឹងចិនកិច្ចសហប្រតិបត្តិការដោះដូរបច្ចេកវិទ្យាជាមួយចិនអញ្ចឹងទៅគេបំភ្លេចកម្ពុជាចោលគេមានថាគេទៅសារចិនអញ្ចឹងទៅអាហ្នឹងគឺជាទស្សនវិជ្ជានៃទំនាក់ទំនងរវាងកម្ពុជាហើយនិងចិនអញ្ចឹងសរុបមកវិញថាទំនាក់ទំនងកម្ពុជាចិនហ្នឹងគឺมันមានអីពិសេសភាសាលើសគេទេយើងកុំគិតថាយើងល្អលេខ1នៅក្នុងខ្សែភ្នែករបស់ចិនវិញប៉ុន្តែគ្រាន់តែថាមហាអំណាចឬក៏ការសរសេរអត្ថបទរបស់អ្នកស្រាវជ្រាវលោកខាងលិចខ្លះឬក៏ប្រទេសក្បែរខាងខ្លះគឺគេរកនីតិវិធីឬក៏គេរកពាក្យដើម្បីរិះគន់វាយប្រហារកម្ពុជាទេអញ្ចឹងដូចខ្ញុំបានបញ្ជាក់អញ្ចឹងពេលណាដែលគេចង់រិះគន់ចិនគេភ្ជាប់កម្ពុជាប៉ុន្តែដល់ពេលណាគេចង់និយាយអំពីការរីកចម្រើនរបស់ចិនឬក៏ចំណុចវិជ្ជមានរបស់ចិនអានឹងគេផាត់កម្ពុជាចោលហើយអញ្ចឹងត្រឡប់មកវិញគឺសូមបញ្ជាក់ម្ដងទៀតថាទំនាក់ទំនងកម្ពុជាចិនគឺល្អប្រសើរដូចជាមួយនឹងអ្វីដែលចិនគាត់មានជាមួយនឹងប្រទេសផ្សេងដែរជាមួយឡាវក៏ដោយវៀតណាមក៏ដោយថៃក៏ដោយគឺដូចតែគ្នានឹងយើងអត់មានអីពិសេសជាងគេទេបង្ក្រាន់តែថាយើងជាពលរដ្ឋកម្ពុជាអញ្ចឹងយើងអាចស្ដាប់ឮពាក្យមិត្តដែលថែបមិត្តត្បូងពេជ្រអីចឹងប៉ុន្តែចិនគឺបើខ្ញុំនិយាយថាការសារសងស្នេហាវិញណាបងស្រឡាញ់អូនណាស់ហ្នឹងគឺពាក្យហ្នឹងគឺគាត់ប្រើគ្រប់ស្រីទាំងអស់ហ្នឹងអញ្ចឹងមិត្តភាពមិត្តដៃថែបមិត្តអីហ្នឹងគឺគាត់ប្រើជាមួយយើងផងក៏ប្រើជាមួយនឹងប្រទេសផ្សេងដែរគឺមិនមែនយើងពិសេសអីដាច់ដោយឡែកតែឯងទេបាទអញ្ចឹងអរគុណចាអរគុណច្រើនលោកបណ្ឌិតមួយវិញទៀតនោះយើងឃើញថាក្រៅតែពីតំណែងតំណងវប្បធម៌ប្រវត្តិសាស្ត្រយើងក៏ឃើញដែរថ្នាក់ដឹកនាំនៃប្រទេសទាំងពីរហ្នឹងក៏បានប្រកាសអំពីការកសាងជោគវាសនារួមផងដែរហើយមកដល់ពេលនេះណាអ្វីដែលយើងចង់ដឹងថាតើនៅពេលដែលមានតំណែងតំណងបែបនេះហើយមានគេហៅថាការផែនការកសាងជោគវាសនារួមផងនោះតើរហូតមកដល់ពេលនេះប្រទេសចិនបានចូលរួមចំណែកយ៉ាងណាខ្លះក្នុងការអភិវឌ្ឍប្រទេសកម្ពុជាយើងហើយជាពិសេសនោះគឺការចូលរួមចំណែកនៅក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជាថៃនៅក្នុងអំឡុងពេលនេះផងចា៎បាទសូមអរគុណចំណុចទាំងនេះខ្ញុំយល់ស្របជាមួយនឹងការលើកឡើងរបស់លោកបណ្ឌិតនីរិទ្ធខាងដើមគឺតាំងពីបើយើងនិយាយតាំងពីឆ្នាំ1958នៅពេលដែលប្រទេសទាំងពីរចាប់ផ្ដើមទំនាក់ទំនងការទូតជាផ្លូវការមកហ្នឹងគឺប្រទេសចិនលោកបានជួយកម្ពុជាច្រើនយើងមិនបដិសេធចំពោះជំនួយអភិវឌ្ឍជំនួយមនុស្សធម៌ដែលចិនបានជួយមកប្រទេសកម្ពុជាទេយើងត្រូវគិតអំពីចំណុចដែលចិនគាត់បានជួយយើងឧទាហរណ៍ថាជារៀងរាល់ឆ្នាំមាននិស្សិតកម្ពុជាច្រើនរយនាក់ដែលបានឱកាសទៅសិក្សានៅប្រទេសចិនតាំងពីថ្នាក់បរិញ្ញាបត្រអនុបណ្ឌិតថ្នាក់បណ្ឌិតឬក៏ជំនាញបច្ចេកទេសអីចឹងជាដើមគឺរដ្ឋាភិបាលចិនអនុញ្ញាតឬក៏ផ្ដល់ឱកាសឲ្យពលរដ្ឋកម្ពុជានិស្សិតកម្ពុជានឹងមានឱកាសបានទៅបន្តការសិក្សានៅប្រទេសចិនសម្ដៅដើម្បីពង្រឹងនៅសមត្ថភាពធនធានមនុស្សរបស់កម្ពុជាអានោះទី1ដល់ទី2យើងមើលការវិនិយោគផ្សេងនៅក្នុងប្រទេសចិនជាពិសេសនៅក្នុងប្រទេសកម្ពុជាជាពិសេសគម្រោងធំដែលមានដូចជា BOI ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវអាគារអញ្ចឹងជាដើមគឺត្រូវបានវិនិយោគឬក៏បណ្ដាក់ទុនដោយវិនិយោគិនចិនឬក៏រដ្ឋាភិបាលចិនអានេះយើងបានឃើញទាំងអស់គ្នាហើយមួយទៀតក៏ការរកស៊ីឱកាសនៃការបណ្ដាក់ទុននៅក្នុងប្រទេសកម្ពុជាហ្នឹងខាងផ្នែករោងចក្រក្រុមហ៊ុននៃជាច្រើនក៏វិនិយោគិនចិនជាអ្នកផ្ដល់ឱកាសការងារក្នុងស្រុកការរីកចម្រើនក្នុងស្រុកដែរអញ្ចឹងហើយបើនិយាយអំពីជំនួយអភិវឌ្ឍការកសាងហេដ្ឋារចនាសម្ព័ន្ធគឺចិនលោកបានរួមចំណាយច្រើននៅក្នុងការអភិវឌ្ឍរបស់ប្រទេសកម្ពុជាហ្នឹងណាអញ្ចឹងយើងមិនអាចបដិសេធថាចិនអត់បានចូលរួមទេគឺទូនាទីរបស់ចិនក្នុងការអភិវឌ្ឍនៅប្រទេសកម្ពុជានេះគឺរួមចំណែកមួយដ៏សំខាន់ហើយយើងមើលជារៀងរាល់ឆ្នាំកំណើននៃការវិនិយោគវិបរទេសនៅក្នុងប្រទេសកម្ពុជាគឺចិនគាត់ជាប់ចំណាត់ថ្នាក់លេខ1អញ្ចឹងមានន័យថាទូនាទីចិនសម្រាប់ការអភិវឌ្ឍឬក៏សម្រាប់ការវិនិយោគនៅក្នុងប្រទេសកម្ពុជានេះគឺពិតជាបានដើរតួនាទីសំខាន់ណាស់
យើងត្រូវតែរំលឹករឿងទាំងអស់ហ្នឹងពីព្រោះវាគឺជាការពិតប៉ុន្តែយ៉ាងណាក៏ដោយយើងមិនមែនមានន័យថាយើងមានតែចិត្តមួយទេសហរដ្ឋអាមេរិកបារាំងជប៉ុនកូរ៉េខាងត្បូងអឺរ៉ុបអីចឹងជាដើមក៏សុទ្ធតែជាដៃគូអភិវឌ្ឍរបស់ប្រទេសកម្ពុជាដែរអញ្ចឹងប៉ុន្តែជាធម្មតាយើងត្រូវដឹងថាវិនិយោគិនឬក៏អ្នកដែលគេបណ្ដាក់ទុនហ្នឹងអ្នករកស៊ីហ្នឹងជាធម្មជាតិអ្នករកស៊ីគឺគេរំពឹងចង់បានប្រាក់ចំណូលផលចំណេញត្រឡប់ទៅវិញអាហ្នឹងគឺជាទិសដៅចុងក្រោយរបស់អ្នករកស៊ីអ្នកវិនិយោគហើយបើទោះបីជាមុនពេលនៃការចាប់ផ្ដើមឬក៏កំឡុងពេលនៃការចាប់ផ្ដើមគេប្រើពាក្យវោហារសាស្ត្រផ្សេងដើម្បីបរិយាយពណ៌នាសកម្មភាពយ៉ាងណាក៏ដោយប៉ុន្តែទិសដៅចុងក្រោយគឺផលប្រយោជន៍ទាំងហ្នឹងប្រាក់ចំណេញឬក៏ផលប្រយោជន៍ដែលជាទិសដៅចុងក្រោយយើងមិនអាចបដិសេធបានទេបើទោះបីជាយើងប្រើពាក្យផ្សេងដើម្បីពណ៌នាភាពល្អប្រសើរយ៉ាងម៉េចក៏ដោយប៉ុន្តែផលប្រយោជន៍គឺជាពាក្យចុងក្រោយអញ្ចឹងមានន័យថាប្រទេសកម្ពុជាដែលជាមិត្តរបស់ចិនផងជាមិត្តរបស់ប្រទេសអឺរ៉ុបប្រទេសផ្សេងផងគឺយើងត្រូវតែសម្លឹងពិនិត្យរកមើលចំណុចណាដែលជាចំណុចខ្វះខាតចំណុចណាដែលយើងត្រូវពង្រឹងបន្ថែមហើយចំណុចណាដែលយើងអាចតាក់ទាញទឹកចិត្តរបស់វិនិយោគិនចិនឬក៏អឺរ៉ុបឬក៏បារាំងអាមេរិកឲ្យបានពីព្រោះយើងមិនអាចទៅបណ្ដោយថាគេជួយហើយគេយកលុយមកដាក់គេចង់វិនិយោគហើយយើងចាំតែប្រមូលផលទាំងដែលយើងអត់បានត្រៀមខ្លួនអាហ្នឹងក៏មិនត្រឹមត្រូវដែរពីព្រោះធម្មតាអ្នករកស៊ីគឺគេឆ្លាតណាស់មុននឹងរកស៊ីអីមួយមុននឹងគេដាក់កញ្ចប់លុយអីមួយគឺគេសិក្សាស្រាវជ្រាវសិនហើយហើយខ្ញុំដឹងការងាររបស់លោកបណ្ឌិតនិរិទ្ធហ្នឹងគឺអ្នកស្រាវជ្រាវហ្នឹងហើយអញ្ចឹងមុននឹងគេវិនិយោគអីហ្នឹងគឺគេមានថវិកាមួយកញ្ចប់ជួលអ្នកសិក្សាស្រាវជ្រាវដើម្បីពិនិត្យមើលអំពីឱកាសផលចំណេញបញ្ហាប្រឈមដាក់ទៅវាខាតអត់ចំណេញអត់ជួបបញ្ហាអីខ្លះហ្នឹងអ្នកសិក្សាស្រាវជ្រាវគេផ្ដល់ជារបាយការណ៍ទៅគេវារំលែកទៅគេឃើញអញ្ចឹងអានេះគឺជាទស្សនវិជ្ជាមួយជាក់ស្ដែងអញ្ចឹងមានន័យថាការសិក្សាស្រាវជ្រាវដែលផ្ដល់នៅរបាយការណ៍រំអិតហ្នឹងគឺអ្នកសិក្សាស្រាវជ្រាវទាំងចិនក៏ដោយអាមេរិកក៏ដោយជប៉ុនក៏ដោយគេធ្វើមិនមែនគេមិនធ្វើទេបើទោះបីជាថ្នាក់ដឹកនាំប្រទេសផ្សេងមកជួបជាមួយនឹងថ្នាក់ដឹកនាំប្រទេសកម្ពុជាបើទោះបីជាវិនិយោគិនចិននឹងមកជួបជាមួយថ្នាក់ដឹកនាំអីចឹងក៏ដោយប៉ុន្តែការសិក្សាទីផ្សារការ survey ណាគឺគេត្រូវតែធ្វើជាដាច់ខាតមកអញ្ចឹងមានន័យថាចិនបានផ្ដល់ឱកាសវិនិយោគផ្ដល់ឱកាសការអភិវឌ្ឍប្រទេសផ្ទៃក្នុងប៉ុន្តែចិនក៏រំពឹងក៏សិក្សាអំពីលទ្ធភាពឬក៏អ្វីដែលជាឱកាសនឹងជាបញ្ហាប្រឈមនៅក្នុងប្រទេសកម្ពុជាដែរពីព្រោះយើងដឹងហើយចិនគេមានពាក្យមួយដែលគេហៅថា win-win cooperation ណាកិច្ចសហប្រតិបត្តិការឈ្នះដាក់ទៅហើយចំណេញទាំងសងខាងដាក់ទៅហើយឈ្នះមិនមែនដាក់ទៅហើយខាតដាក់ទៅហើយបាត់ឬក៏ដាក់ទៅហើយចំណេញតែមួយខាងក៏ចិនគេមិនផ្ដល់តម្លៃមិនផ្ដល់ឱកាសយូរដែរអញ្ចឹងអានេះគឺជារឿងមួយដែលប្រទេសពាក់ព័ន្ធទាំងអស់ហ្នឹងគួរតែដឹងដែរទៅសិក្សាកន្លែងហ្នឹងពីព្រោះចិនមួយម៉ាត់បើយើងនិយាយតាមស្រុកស្រែលោកបណ្ឌិតនិរិទ្ធអាចកែបានគឺចិនមួយម៉ាត់បើខ្ញុំកូនអ្នកស្រុកអ្នកស្រែអញ្ចឹងគឺពាក្យថាចិនមួយម៉ាត់គឺសំដៅដល់អ្នកឆ្លាតអ្នកដែលបការុស្ស៊ីអាហ្នឹងបើយើងតាមស្រុកស្រែណាតែបើតាមស្រុកស្រែគេថាទេគាត់នៅគំនិតចិនណាចេញមកចិនហ្មងមានន័យថាចេញមកគឺឆ្លាតចេះរកស៊ីឬក៏មួយម៉ាត់ទេគេថាចេះគិតអំពីផលប្រយោជន៍អញ្ចឹងអាហ្នឹងទស្សនវិជ្ជាអ្នកស្រុកស្រែដែលបកស្រាយណាអញ្ចឹងដល់ទស្សនវិជ្ជាសង្គមក៏ដូចគ្នាដែរចិនគេគិតអំពីរឿងផ្សេងកត្តាជួយមិត្តភ័ក្តិកត្តាសេដ្ឋកិច្ចកត្តាអភិវឌ្ឍសង្គមកត្តាមនុស្សធម៌ឯផ្សេងប៉ុន្តែផ្នែកមួយនៃផលចំណេញក៏ចិនត្រូវតែគិតដែរដាក់ឲ្យខាតដាក់ឲ្យបាត់អាហ្នឹងមិននៅជាមួយយូរទេគឺបាយហើយបាយចង់អរគុណចាអរគុណច្រើនលោកបណ្ឌិតចាដោយសារតែលោកបណ្ឌិតបានរំលឹកអំពីការដែលចិននៅតែប្រកាសគ្រប់គ្រងអង្គការសហប្រជាជាតិនៅក្នុងការដោះស្រាយបញ្ហាពិភពលោកបើទោះបីជាយើងទៅចែកអំពីបញ្ហាការចូលឆ្នាំចិនប៉ុន្តែដោយសារកម្មវិធីយើងនយោបាយគឺទៅចែកអំពីនយោបាយដែរអញ្ចឹងយើងមិនរំលងទេនៅសំណួរនេះដោយសារតែមានលោកបណ្ឌិតសឿនសំដែលជាអ្នកជំនាញភូមិសាស្ត្រនយោបាយនៅទីនេះស្រាប់នេះខ្ញុំក៏ចង់ដឹងដែរដោយសារតែមិត្តចិនគាត់គ្រប់គ្រងអង្គការសហប្រជាជាតិហើយ
កម្ពុជាយើងទៅតែប្រកាសចូលរួមជាមួយនឹងក្រុមប្រឹក្សាសន្តិភាពដែលបង្កើតឡើងដោយសហរដ្ឋអាមេរិកអញ្ចឹងវិញថាតើបញ្ហាពីរនេះណាតើអាចធ្វើឲ្យមានការរកម្មរកោសចិត្តគ្នារវាងមិត្តទាំងពីរដែរឬទេអរគុណមុននឹងឆ្លើយសំណួរខ្ញុំចង់បន្ថែមអ្វីដែលលោកបណ្ឌិតបានមានប្រសាសន៍មុននេះណាពីរឿងគុណតម្លៃចូលឆ្នាំចិនណាពួកខ្ញុំនឹកឃើញដល់ប្រសាសន៍របស់អាដាមដិតភេចាសុកទូចដែលជាថ្នាក់នាំណាគាត់ថាយើងរឿងដែលខ្ញុំចាំខ្ញុំគិតថាសំខាន់គាត់ថាយើងចូលឆ្នាំចិនសែនដូចចិនក៏សែនចោះប៉ុន្តែឲ្យធ្វើការដូចចិនផងកុំហើយយើងសែនដូចចិនធ្វើរឹកដូចចិនឲ្យយើងផឹកអត់ឈប់បាទហើយទៅអាហ្នឹងគឺក៏មិនអាចបានលទ្ធផលដូចចិនដែរអានេះគឺជាពាក្យដែលខ្ញុំគិតថាយើងគួរតែរំលេចដែរពីព្រោះការដែលសែនហ្នឹងសបល់ខ្មៅដូចខ្ញុំក៏អាចទៅសែនបានដែរពីព្រោះខ្លះគេថាចិនកពតណាការទទួលយកនៅប្រពៃណីអត្តពលអីផ្សេងអាហ្នឹងគឺជារឿងមួយធម្មតាទេបើសិនជាបន់ទៅឲ្យបានសុខក៏បន់ចោះបើសិនជាសែនទៅឲ្យរកស៊ីរីចម្រើនអាហ្នឹងក៏សែនចោះខ្មែរយើងមិនទៅជំទាស់ទៅនឹងជំនឿប្រពៃណីទេពីព្រោះសូម្បីតែនៅក្នុងរដ្ឋធម្មនុញ្ញក៏បានចែកអំពីសេរីភាពនៃជំនឿនិងសាសនាដែរបើចឹងចង់សែនអីចង់សាពះអីចង់បន់អីបន់ទៅឲ្យគិតថាបន់ឲ្យបានសុខបន់ឲ្យរីចម្រើនបន់ឲ្យសុបាយចិត្តបន់ឲ្យមានឱកាសជួបជុំក្រុមគ្រួសារក៏បន់ចោះប្រារព្ធចោះប៉ុន្តែតាមខ្ញុំដឹងគឺជនជាតិចិនគេឧស្សាហ៍ណាស់បើថាធ្វើការតើតែសម្រេចបានឈប់គឺលោកបណ្ឌិតដែលគាត់ចេះភាសាចិនស្រាប់ដឹងហើយអ្នកធ្លាប់ទៅចិនហ្នឹងគឺគេធ្វើការម៉ត់ចត់ណាហើយបើមិនឈប់មិនជោគជ័យគឺមិនឈប់ហើយបើយើងសែនឲ្យផឹកហើយដើម្បីបានលទ្ធផលដូចចិនអាហ្នឹងខ្ញុំខ្លាចតែមិនដូចហើយខ្លាចវឹកខឹងដល់ប្រពៃណីគេទៀតពីព្រោះគេផឹកគេជួបជុំគ្នាគេហូបគេសប្បាយហើយគេធ្វើការយើងជួបជុំគ្នាព្រោះទៅយើងផឹក3 4ថ្ងៃមិនទាន់ឈប់អាហ្នឹងខ្លាចតែវាមិនរីចម្រើនបាទអញ្ចឹងខ្ញុំហើយក៏ជាឱកាសមួយវាល្អដែរយើងបានបើមិត្តភក្តិខ្ញុំថាបង្កើតឱកាសផឹកបាទប៉ុន្តែមិនមែនមានន័យថាការជួបជុំដើម្បីតែផឹកទេគឺការជួបជុំដើម្បីដោយលោកបណ្ឌិតមានលើកឡើងគឺមានគុណតម្លៃច្រើនដែលនឹកដល់ពុព្វបរោះដូនតាឬក៏អ្នកដែលចុះខ្សែស្រឡាយបង្កើតនៅសុខដុមរមណីយកម្មអីចឹងណាអាហ្នឹងខ្ញុំគាត់បន្ថែមប៉ុណ្្នឹងដោយឡែករឿងក្រមរក្សាសន្តិភាពវិញយើងដឹងហើយថាសហរដ្ឋអាមេរិកហើយនឹងចិនគឺជាពីរនាក់ហ្នឹងមែនតើគាត់ជាមិត្តផងជាសត្រូវផងបើទោះបីជាគាត់ស្អប់គ្នាគាត់ប្រឆាំងគ្នាប៉ុន្តែគាត់ត្រូវការគ្នាអត់អាចខ្វះមួយណាបានទេដោយសារតែអាមេរិកគាត់ជាប្រទេសផ្លេចមួយខាងផ្នែកកងទ័ពខាងផ្នែកបច្ចេកវិទ្យាហើយទីផ្សារសហរដ្ឋអាមេរិកគឺធំណាស់ហើយដល់ឡែកប្រទេសចិនវិញគឺជាប្រទេសមួយដែលកំពុងតែរះបច្ចេកវិទ្យាចិនក៏ខ្លាំងដែរទំនើបដែរសេដ្ឋកិច្ចរបស់ចិនហ្នឹងគឺក៏ខ្លាំងធំលេខ2ដែលពេលខ្លះទៅគឺមានការប្រដំប្រសងជាមួយនឹងសហរដ្ឋអាមេរិកហើយបើនិយាយអំពីសម្ព័ន្ធមិត្តនៅក្នុងអាស៊ានវិញប្រទេសទាំងអស់សិតតែត្រូវការបច្ចេកវិទ្យាហើយនឹងសេដ្ឋកិច្ចរបស់ចិនបើទោះបីជាមានប្រទេសអាស៊ានខ្លះពេលខ្លះអាចនិយាយពាក្យមិនល្អអំពីប្រទេសចិនប៉ុន្តែទំហំសេដ្ឋកិច្ចនៃការរកស៊ីនឹងធំជាងគេជាងឯងទៀតឧទាហរណ៍វៀតណាមបើទោះបីជាគាត់មានបញ្ហាខ្លះរឿងសមុទ្រចិនខាងត្បូងជាមួយនឹងប្រទេសចិនក៏ដោយប៉ុន្តែបើមើលពីទំហំសេដ្ឋកិច្ចគាត់វិញគឺធំជាងគេជាងឯងនៅក្នុងអាស៊ានដែលគាត់រកស៊ីជាមួយចិនណាអញ្ចឹងមានន័យថាប្រទេសអាស៊ានទាំងអស់ត្រូវការការអភិវឌ្ឍខ្លាំងរបស់ចិនហើយអាមេរិកវិញដែលកម្ពុជាចូលជាសមាជិកក្រុមប្រឹក្សាសន្តិភាពហ្នឹងគឺអត់មានអីខុសទេពីពួកអីកម្ពុជាយើងជាប្រទេសឯករាជ្យមួយដាច់ដោយឡែកហើយក្រុមប្រឹក្សាសន្តិភាពហ្នឹងគឺដើម្បីស្ដារសន្តិភាពនៅតំបន់កាហ្សាឬក៏ដើម្បីបង្ហាញនៅឆន្ទៈក្នុងការគ្រប់គ្រងនៅសន្តិភាពមិនមែនចូលទៅប្រឆាំងប្រទេសនេះប្រឆាំងនឹងប្រទេសនោះណាគឺចូលដើម្បីបង្ហាញនៅការគ្រប់គ្រងចំពោះសន្តិភាពបើចូលដើម្បីបង្ហាញការគ្រប់គ្រងចំពោះសន្តិភាពវាអត់មានអីខុសទេប៉ុន្តែជាធម្មតាអ្វីដែលយើងបារម្ភនោះគឺបារម្ភទាំងថាក្រុមប្រឹក្សាសន្តិភាពបង្កើតដោយសហរដ្ឋអាមេរិកដែលមិនមែនជាចិនបាទពីព្រោះគេថាកម្ពុជាហ្នឹងស្និទ្ធនឹងចិនពេកប៉ុន្តែខ្ញុំគិតថាខាងចិនក៏លោកបានយល់ច្បាស់ដែរអំពីតម្រូវការរបស់កម្ពុជាពីព្រោះកម្ពុជាត្រូវការសន្តិភាពត្រូវការការអភិវឌ្ឍហើយក៏កម្ពុជាជាមិត្តទាំងអស់ជាមួយនឹងប្រទេសទាំងអស់នៅលើពិភពលោកយើងមិនមែនជាមិត្តដាច់មុខដោយឡែកសម្រាប់តែប្រទេសចិនទេយើងជាមិត្តជាមួយអាមេរិកផងជាមិត្តជាមួយនឹងអឺរ៉ុបផងហើយគោលបំណងនៃការចូលគឺដើម្បីជួយជ្រោមជ្រែងនៅសន្តិភាពដែរពីព្រោះ
យើងមើលតាំងពីឆ្នាំជាពិសេសនៅឆ្នាំ2022ពេលដែលរុស្ស៊ីគាត់ឈ្លានពានអ៊ុយក្រែននៅឆ្នាំ2022នេះកម្ពុជាថែមទាំងបានគេថាជា co-sponsor ដែលយើងធ្វើការជាមួយនឹងអង្គការសហប្រជាជាតិដើម្បីថ្កោលទោសចំពោះការឈ្លានពានដែរពីព្រោះកម្ពុជាជាប្រទេសមួយដែលត្រូវការសន្តិភាពហើយយើងតែងតែបានគោរពចំពោះច្បាប់អន្តរជាតិទាំងអស់ដែលមានហើយកម្ពុជាគោរពនៅដែនអធិបតេយ្យភាពនិងបូរណភាពរបស់ប្រទេសទាំងអស់នៅលើពិភពលោកបើទោះបីជាដែនទឹកក៏ដោយដែនគោកក៏ដោយកម្ពុជាមិនដែលមានអំណងមានចេតនាណាមួយដើម្បីតែឈ្លានពានប្រទេសណាទេគឺយើងត្រូវការសន្តិភាពយើងគោរពគេហើយកម្ពុជាក៏ចង់ឲ្យគេគោរពនៅដែនអធិបតេយ្យភាពរបស់ខ្លួនវិញដែរអញ្ចឹងសរុបមកវិញថារឿងការដែលកម្ពុជាចូលនៅក្នុងក្រមប្រឹក្សាសន្តិភាពនឹងសហរដ្ឋអាមេរិកខាងចិននឹងខឹងអត់ខ្ញុំគិតថាចិនលោកប្រហែលជាមិនខឹងទេពីព្រោះធ្វើដើម្បីសន្តិភាពមិនមែនចូលទៅដើម្បីប្រឆាំងចិនទេហើយទិសដៅហ្នឹងក៏មិនមែនមានតែកម្ពុជាមួយណាប្រទេសផ្សេងទៀតហើយវៀតណាមឥណ្ឌូនេស៊ីដែលជាមិត្តសិតតែជាមិត្តរបស់ចិនដែរហ្នឹងគឺបានចូលរួមនៅក្នុងកំណត់ព្រួយផ្ដើមសន្តិភាពនឹងដែរអញ្ចឹងខ្ញុំគិតថាខាងសហរដ្ឋអាមេរិកក៏យល់ច្បាស់អំពីតម្រូវការរបស់កម្ពុជាហើយខាងចិនក៏លោកយល់ច្បាស់អំពីតម្រូវការរបស់កម្ពុជាដែរគឺអ្វីដែលកម្ពុជាធ្វើគឺដើម្បីសន្តិភាពហើយខ្ញុំសង្ឃឹមថាខាងចិនក៏នឹងជួយបំពេញបន្ថែមនៅអ្វីដែលជាតម្រូវការរបស់កម្ពុជាក៏ដូចជាតម្រូវការរបស់ប្រទេសផ្សេងទៀតដើម្បីធានាឲ្យបាននៅសន្តិភាពពិតប្រាកដនៅក្នុងពិភពលោកដែរមិនមែនតែសន្តិភាពនៅក្នុងតំបន់អាស៊ានទេគឺសន្តិភាពនៅក្នុងផ្នែកដទៃទៀតនៅក្នុងពិភពលោកពីព្រោះប្រទេសចិនដែលជាប្រទេសមួយជាប់ចំណាត់ថ្នាក់ទី2គ្រប់វិស័យទាំងអស់សេដ្ឋកិច្ចហើយនិងសព្វាវុធលោកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សានៅសន្តិភាពហើយនិងស្ថិរភាពនៅក្នុងតំបន់តាមរយៈការវិនិយោគតាមរយៈការផ្សព្វផ្សាយនៅគេថាអធិពលវប្បធម៌និងភាសារបស់ខ្លួនទៅកាន់ប្រទេសដែលពាក់ព័ន្ធបាទខ្ញុំអរគុណចាអរគុណច្រើនលោកបណ្ឌិតអញ្ចឹងតើការបង្ហាញនៅពិធីបុណ្យចូលឆ្នាំចិនការរំលឹកនិងដាស់ឲ្យខ្លួនឯងឃើញថាមានឈាមជ័រឬមួយក៏សាច់ឈាមជាប់ពាក់ព័ន្ធគ្នានោះតើវាអាចធ្វើឲ្យទំនាក់ទំនងកម្ពុជាចិនកាន់តែរឹងមាំនិងល្អប្រសើរនៅក្នុងទំនាក់ទំនងលើឆាកអន្តរជាតិអរិទេចា៎បាទអរគុណកញ្ញាស្មីតាមពិតនេះគឺជារឿងមួយល្អហើយយល់ស្របទាំងស្រុងតាមអ្វីដែលលោកបណ្ឌិតនីរដ្ឋបានបកស្រាយណាគឺជាអ្នកជំនាញខាងកិច្ចការវប្បធម៌របស់ចិនចំពោះប៉ុន្តែយ៉ាងណាក៏ដោយដល់ជាធម្មតានៅក្នុងទំនាក់ទំនងរវាងប្រទេសមួយហើយនិងប្រទេសមួយជាពិសេសខ្ញុំចាប់អារម្មណ៍ដល់ចក្រភពអង់គ្លេសដែលជាប្រទេសមួយនៅខាងលោកខាងលិចណាហើយជាមួយចិនហ្នឹងគឺមានទីតាំងហ្នឹងគឺឆ្ងាយពីគ្នាណាប៉ុន្តែដល់ថ្ងៃចូលឆ្នាំចិនហ្នឹងគឺស្ងាត់ដូចគ្នាស្ងាត់ស្រុកស្ងាត់ទេដូចគ្នាមានន័យថាប៉ុណ្ណោះនាំគ្នាទៅប្រារព្ធពិធីបុណ្យចូលឆ្នាំចិនហ្នឹងបើទោះបីជានៅចក្រភពអង់គ្លេសហើយនៅខ្មែរហ្នឹងក៏ដូចគ្នាដែរបើយើងមើលនៅទីក្រុងភ្នំពេញឲ្យថ្ងៃចូលឆ្នាំចិនហ្នឹងគឺស្ងាត់អស់ហើយស្រួលធ្វើដំណើរណាគឺដោយសារតែម្នាក់នាំគ្នាទៅស្រុកកំណើតដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំចិនអីចឹងទៅដែលជាជំនឿក៏ជាឱកាសមួយដែលនៃការជួបជុំក្រុមគ្រួសារដែរប៉ុន្តែនៅក្នុងដោយសារតែឆ្នាំនេះអាចថាមានលក្ខណៈពិសេសហ្នឹងអាម៉េចគឺដោយសារតែប្រទេសកម្ពុជាយើងបានរងការឈ្លានពានពីប្រទេសថៃពីប្រទេសក្បែរខាងអញ្ចឹងទេខ្ញុំគិតថានៅក្នុងឱកាសនៃការចូលឆ្នាំចិនហ្នឹងគឺបើសិនជាមានការណែនាំណាមួយអំពីអាជ្ញាធរពីថ្នាក់ដឹកនាំភូមិឃុំឬក៏ពីរាជរដ្ឋាភិបាលកម្ពុជានោះគឺពលរដ្ឋកម្ពុជាទាំងអស់គួរតែគោរពឬក៏អនុវត្តឲ្យបានម៉ត់ចត់ទៅតាមការណែនាំនោះនៅក្នុងឱកាសនៃការសែនព្រេនណាបើសិនជាមានការជូនដំណឹងឬក៏ការណែនាំណាមួយអញ្ចឹងតួនាទីរបស់ពលរដ្ឋតាមភូមិឃុំសង្កាត់ឬក៏ក្នុងប្រទេសនោះគឺដាច់ខាតត្រូវតែគោរពទៅតាមគោលការណ៍នៃការណែនាំនៅក្នុងឱកាសចូលឆ្នាំហើយក៏ធូបទាននៃនឹងផ្សេងក៏ប្រុងប្រយ័ត្នដែរបាទជានៅក្នុងឱកាសនៃការចូលឆ្នាំចិនហ្នឹងដែលឡែករឿងទំនាក់ទំនងកម្ពុជាចិនវិញជាធម្មតាការរាប់អានគ្នាការរាប់អានមនុស្សទំនាក់ទំនងជាតិសាសន៍ជាមួយនឹងជាតិសាសន៍ហ្នឹងបើទោះបីជាពាក់អាវដូចគ្នាបើទោះបីជាសម្បល់សដូចគ្នាឬក៏សម្បល់ខ្មៅដូចគ្នាក៏ដោយប៉ុន្តែមិនមែនមានន័យថាសុទ្ធតែត្រូវតែល្អ 100% ទេជាធម្មតាប្រទេសមួយគឺមានលក្ខន្តិកៈ
មានតម្រូវការនៃការចង់បានឬក៏មានភាពចាំបាច់នឹងវាផ្សេងគ្នាមិនមែនមានភាពចាំបាច់ដូចគ្នាទេប៉ុន្តែក៏ជារឿងមួយល្អហើយដែលកម្ពុជាចិនយើងមានភាពថាភ្ជាប់តំណែងជាមួយនឹងចិនរាប់រយឆ្នាំហើយដោយលំដាប់នាយរដ្ឋបានលើកឡើងហ្នឹងគឺមានភាពប្រតិកាឡាគ្នាទាំងខ្សែស្រឡាយខ្មែរចិនខ្មែរហ្នឹងក៏មានច្រើនដែរដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជាណាប៉ុន្តែខ្ញុំចង់បញ្ជាក់អញ្ចឹងថាមនុស្សយើងនៅក្នុងសង្គមពេលខ្លះសូម្បីតែបងប្អូនបង្កើតខ្លួនឯងក៏ឆ្លោះគ្នាដែរអញ្ចឹងមានន័យថារឿងភ្ជាប់តំណែងប្រពៃណីនេះគឺជារឿងមួយល្អដែលមានមិត្តមានប្រទេសដែលជាសម្ព័ន្ធមិត្តជាងហ្នឹងគឺជារឿងមួយល្អប៉ុន្តែយើងមិនអាចយកកត្តាប្រពៃណីមួយថាដោយសារតែយើងទទួលយកប្រពៃណីចិនឧទាហរណ៍ណាយើងល្អជាមួយចិនហើយយើងមិនល្អជាមួយវៀតណាមមិនល្អជាមួយប្រទេសផ្សេងទៀតមិនមែនអញ្ចឹងទេអញ្ចឹងកត្តាប្រពៃណីគឺជារឿងមួយប៉ុន្តែកត្តាតម្រូវការហើយនឹងភាពចាំបាច់ដែលស្របទៅនឹងស្ថានភាពគឺជារឿងមួយទៀតពីព្រោះអានេះវាគឺជាភាពចាំបាច់របស់ប្រទេសមួយភាពឬក៏តម្រូវការរបស់ប្រទេសមួយប៉ុន្តែវាមិនអាចផ្ដាច់គ្នាទេរវាងប្រពៃណីវប្បធម៌ហើយនឹងទំនាក់ទំនងនៃជាតិសាសន៍ពីព្រោះប្រទេសទាំងអស់នៅក្នុងពិភពលោកដែលជាបណ្ដុំនៃប្រទេសនេះគឺមានការពឹងពាក់គ្នាទៅវិញទៅមកបើពាក្យខ្មែរយើងនៅក្នុងរឿងព្រេងណាគេថាសេដ្ឋីខ្វះអំបែងចា៎បាទគឺមានន័យថាកម្ពុជាចិនគឺមានភាពតាក់ទងគ្នានឹងដោយកត្តាផ្សេងយូរអង្វែងហើយក៏ប្រទេសទាំងពីរនឹងត្រូវការគ្នាទៅវិញទៅមកដើម្បីជួយគ្នាកម្ពុជាអាចថាត្រូវការចិនអាចថាត្រូវការកម្ពុជាដោយកត្តាណាមួយប៉ុន្តែបើយើងថាយកហេតុផលថាដោយសារតែមានការប្រពពិធីបុណ្យចូលឆ្នាំចិននៅក្នុងស្រុកខ្មែរហើយធ្វើជាហេតុផលតែមួយដើម្បីបង្កើតតំណែងតំណងនោះអានោះក៏វាមិនមានអីពិសេសដាច់ដោយឡែកដូចខ្ញុំបានបញ្ជាក់ជូនខាងដើមអញ្ចឹងពីព្រោះអត្តពលចិនហ្នឹងគឺផ្សាយពេញពិភពលោកមិនមែនផ្សាយតែមកប្រទេសកម្ពុជានឹងមួយទេអញ្ចឹងបើចិនគាត់សម្លឹងរកភាពដៃគូរកស៊ីឬក៏សម្លឹងរកកត្តាពិសេសអីមួយវាសម្លឹងមកឃើញច្រើនពេកមិនមែនឃើញតែកម្ពុជាមួយណាពីព្រោះការផ្សាយនៅប្រពៃណីវប្បធម៌ភាសារបស់ចិនហ្នឹងគឺពេញពិភពលោកទាំងមូលមិនមែនតែកម្ពុជាទេអាហ្នឹងខ្ញុំបញ្ជាក់ជូនដែរអញ្ចឹងយើងមិនអាចយកអាកត្តាហ្នឹងទៅមួយទៅវាស់វែងថាដោយសារតែយើងមានការចូលឆ្នាំចិនដែរចិនត្រូវតែចូលចិត្តយើងចិនត្រូវទៅរាប់អានយើងមិនមែនអញ្ចឹងទេគឺគាត់រាប់អានទាំងអស់ពីព្រោះគ្រប់ប្រទេសទាំងអស់មែនតើទៅសូម្បីតែនៅអាហ្វ្រិកក៏មានការប្រារព្ធនៅប្រពៃណីចិនហ្នឹងដែរអញ្ចឹងគឺអតិពលវប្បធម៌របស់ចិនហ្នឹងបានផ្សព្វផ្សាយទៅទូលំទូលាយមែនតើទៅកាន់បណ្ដាប្រទេសនានានៅក្នុងពិភពលោកទាំងនៅអាហ្វ្រិកទាំងនៅអឺរ៉ុបទាំងនៅអាស៊ានហើយក៏ដូចជានៅក្នុងប្រទេសកម្ពុជាយើងហ្នឹងអញ្ចឹងមានន័យថាអត្តពលវប្បធម៌អត្តពលភាសារបស់ចិនបានកំពុងតែផ្សព្វផ្សាយទៅកាន់ដែនដីនានាមិនមែនតែកម្ពុជាទេហើយខ្ញុំអាចបញ្ជាក់ជូនម្ដងទៀតថាវប្បធម៌គឺជារឿងមួយល្អដែលមនុស្សអាចយល់ដឹងពីគ្នាដែលមនុស្សអាចសម្ដែងនៃការគោរពចំពោះភាពផ្សេងគ្នានៃវប្បធម៌នៃជំនឿនៃសាសនាហើយក៏ការទទួលយកនៅប្រពៃណីជំនឿសាសនាហ្នឹងវាអាចនាំឲ្យមាននៅសុខដុមរមណីយកម្មអានេះគឺជារឿងមួយល្អហើយដែលជាតម្រូវការជាក់ស្ដែងរបស់ពិភពលោកដែលជាតម្រូវការជាក់ស្ដែងរបស់មនុស្សទាំងអស់នៅក្នុងពិភពលោកហ្នឹងពីព្រោះខ្ញុំជឿជាក់ថានៅក្នុងពិភពលោកហ្នឹងមនុស្សទាំងអស់សុទ្ធតែចង់បានសន្តិភាពសុទ្ធតែចង់បានស្ថិរភាពចង់បានការរស់នៅដោយសុខសប្បាយចង់បានការរស់នៅដោយមានសុភមង្គលជុំគ្នាជុំញាតិមិត្តជុំគ្រួសារជាពិសេសគឺជុំមនុស្សដែលខ្លួនឯងស្រឡាញ់ហ្នឹងគឺមិនថាជាតិសាសនាក៏ដូចជាសាសនាទេគឺការរស់នៅជាមួយនឹងមនុស្សដែលខ្លួនឯងស្រឡាញ់គឺជាអ្វីដែលខ្លួនឯងត្រូវការនៅក្នុងពិភពលោកអញ្ចឹងសរុបមកវិញអាចថានារីទៅដែរតិចទៅយើងមិនអាចយកកត្តាតែមួយទៅវាស់វែងឬក៏ទៅទាមទារការចាប់អារម្មណ៍អំពីចិនទេបាទអរគុណចាអរគុណច្រើនលោកបណ្ឌិតយើងគួរតែធ្វើបែបណារវាងកម្ពុជានិងចិនដើម្បីឲ្យពាក្យថាមិត្តភាពដៃថែបនេះណាវានៅតែមិត្តដៃថែបពិតប្រាកដមែននោះចាបាទអរគុណខ្ញុំយល់ស្របទាំងស្រុងចំពោះអ្វីដែលលោកបណ្ឌិតនិរិទ្ធបានលើកឡើងគឺមិនខុសគ្នាប្រហែលទេប៉ុន្តែអ្វីដែលខ្ញុំនឹកគិតណាក្នុងន័យបែបយុទ្ធសាស្ត្រនយោបាយជាពិសេសនៅក្នុងតំណែងអន្តរជាតិនៅក្នុងសម័យកាលពិភពលោកដែលច្បោកច្បល់នេះដែលមានការប្រកួតប្រជែងគ្នាខ្លាំងយើងដឹងហើយថាសន្តិភាពពិភពលោកនៅក្នុងពេលឥឡូវនេះ
គឺមិនថិតថេរអីឡអីប្រហែលទេគឺប្រទេសធំអាចតែងតែមានអារម្មណ៍មួយចង់កញិចប្រទេសតូចអញ្ចឹងការដែលយល់ដឹងអំពីគ្នាទៅវិញទៅមកហើយការទុកចិត្តគ្នាដែលលោកបណ្ឌិតថាការគោរពគ្នាទៅវិញទៅមកគឺជារឿងមួយសំខាន់ជាធម្មតានៅក្នុងជួរនៃថ្នាក់ដឹកនាំប្រទេសណាក៏ដូចជាប្រទេសណាដែរគឺគេមានស្ថានទូតហើយមានក្រុមដែលទទួលព័ត៌មានដើម្បីធ្វើរបាយការណ៍ជូនទៅកាន់ថ្នាក់ដឹកនាំមួយនៃប្រទេសរបស់ខ្លួនអញ្ចឹងខ្ញុំគិតថាក្រុមទទួលព័ត៌មានទាំងកម្ពុជាទាំងចិនឬក៏ក្រុមដែលធ្វើកំណត់ហេតុដើម្បីជូនរដ្ឋាភិបាលមួយហ្នឹងគួរតែមានការយល់ឲ្យបានច្បាស់អំពីគ្នាទៅវិញទៅមកទាំងកម្ពុជាទាំងចិនហ្នឹងជាវិងការរីកាទៅឲ្យខុសជាវិងការបកស្រាយទៅឲ្យខុសដែលអាចនាំឲ្យមានការភ័ន្តច្រឡំដោយប្រការណាមួយអញ្ចឹងបំណាច់ថាជាមិត្តដាច់ថែបមិត្តត្បូងពេជ្រហើយគឺបើសិនជាមានការយល់មិនស្របគ្នាដោយប្រការណាមួយក៏គួរតែជួបគ្នាទល់មុខដើម្បីពិភាក្សាអានោះក្នុងករណីបើសិនជាមានកំណត់ផ្សេងគ្នាណាឬក៏បើសិនជាមានព័ត៌មានដែលមិនសូវជាស្របគ្នាអាហ្នឹងគួរតែជួបជជែកវែកញែកបញ្យល់ឲ្យបានច្បាស់ដើម្បីឲ្យជៀសវាងការភ័ន្តច្រឡំពីព្រោះខ្ញុំគិតថារបាំងនៃការភាសាការប្រើប្រាស់ភាសារបាំងវប្បធម៌គឺជាចំណែកមួយសំខាន់ណាស់ដែលជួនកាលអាចនាំឲ្យមានការយល់ច្រឡំជាមួយគ្នាទៅវិញទៅមកពីព្រោះភាសាចិនជាភាសាមួយដែលទំនើបសំខាន់ប៉ុន្តែខ្ញុំអត់ចេះចិនទេហើយពលរដ្ឋភាគច្រើនរបស់កម្ពុជាគាត់អត់ចេះភាសាចិនដែរខ្ញុំឃើញមានជនជាតិចិន 3-4 នាក់នៅជិតផ្ទះខ្ញុំហ្នឹងគាត់រកស៊ីរកអីចឹងទៅខ្ញុំដើរល្ងាចឡើងបានត្រឹមតែញញឹមដាក់គ្នាពីព្រោះគាត់អត់ចេះខ្មែរខ្ញុំអត់ចេះចិនអញ្ចឹងគឺអត់ដែលបាននិយាយគ្នាទេដល់មួយទៀតបើសិនជាមានឧទាហរណ៍ថាមានពិធីបកពិធីជប់លៀងមានការទទួលទានអាហារអញ្ចឹងគឺជនជាតិចិនគាត់អង្គុយមកក្រុមតែគ្នាគាត់ហ្នឹងទៅហើយខ្មែរអង្គុយមកក្រុមតែខ្មែរអញ្ចឹងមកអត់បាននិយាយគ្នាទេគឺដោយសារតែរបាំងភាសាអញ្ចឹងខ្ញុំគិតថាការដែលដោះស្រាយនឹងរបាំងភាសាដើម្បីឲ្យកាន់តែយល់ច្បាស់ពីគ្នាដើម្បីជៀសវាងការភ័ន្តច្រឡំវាគឺជាផ្នែកមួយជាយន្តការមួយដែលអាចជួយពង្រឹងនៅមិត្តភាពដៃថែបមិត្តភាពបងពេជ្រត្បូងពេជ្ររវាងប្រទេសកម្ពុជាហ្នឹងឲ្យកាន់តែរឹងមាំដែរជាពិសេសរឿងមួយដែលខ្ញុំគិតថាសំខាន់នោះគឺពាក់ព័ន្ធទៅនឹងអំណាចនៃយុទ្ធសាស្ត្រនយោបាយពីព្រោះជាធម្មតាទេនៅក្នុងសង្គមជាតិក៏ដោយនៅក្នុងទំនាក់ទំនងអន្តរជាតិក៏ដោយបើកណាគេចង់បំបែកប្រទេសមួយពីប្រទេសមួយទៀតស្រួលបើសិននៅក្នុងសង្គមណាគ្រាន់តែបង្កើតពាក្យចចាមអារាមយ៉ាងនេះយ៉ាងនោះឬក៏ធ្វើយ៉ាងម៉េចឲ្យមិត្តជាទីស្រឡាញ់ណាមួយអន់ចិត្តទៅគឺបែកគ្នាហើយនៅក្នុងយុទ្ធសាស្ត្រនយោបាយឧទាហរណ៍ណាឧទាហរណ៍ថាបើសិនជាមានប្រទេសណាមួយចង់បំបែកទំនាក់ទំនងកម្ពុជាចិនគេគ្រាន់តែទៅបង្កើតព័ត៌មានមិនពិតណាមួយអំពីកម្ពុជារាយការណ៍ទៅថ្នាក់ដឹកនាំចិនជួរដ្ឋាភិបាលចិនទៅឲ្យខាងនោះគេអន់ចិត្តកើតជាមន្ទិលកើតជាការសង្ស័យទៅក្រោយមកវាអន់ចិត្តហើយអាហ្នឹងបើសិនជាមិនបានយល់ច្បាស់ពីគ្នាណាប៉ុន្តែបើសិនជាមានការវិភាសាជជែកទៅគឺអាចយល់ច្បាស់ពីគ្នាអាហ្នឹងតំណាក់តំណងនៃប្រទេសទាំងពីរហ្នឹងគឺកាន់តែល្អប្រសើរឡើងអញ្ចឹងនៅក្នុងនេះចំណុចទី1មានន័យថាការយល់ច្បាស់អំពីគ្នាទៅវិញទៅមកហើយនឹងការគោរពគ្នាទៅវិញទៅមកគឺជាកត្តាសំខាន់ហើយមួយទៀតនៅក្នុងកត្តាដូចគ្នានឹងគឺការលើកលែងទិដ្ឋាការវីសាគឺជារឿងមួយសំខាន់ខ្ញុំគិតថារាជរដ្ឋាភិបាលកម្ពុជាលោកបានយល់ច្បាស់អំពីរឿងនេះទើបខាងកម្ពុជានឹងសម្រេចថានឹងលើកលែងទិដ្ឋាការទេសចរជូនពលរដ្ឋចិនដែលមកទស្សនាកម្ពុជាទិដ្ឋាការទេសចរណាមិនមែនទិដ្ឋាការ business ស្នាក់នៅវែងទេគឺទិដ្ឋាការទេសចរដែលមានរយៈកាល14ថ្ងៃអញ្ចឹងទៅឬក៏15ថ្ងៃពលរដ្ឋចិនដែលចង់មកលេងកម្ពុជាមិនចាំបាច់សុំវីសាទេហើយខ្ញុំសង្ឃឹមថាខាងភាគីចិននឹងផ្ដល់ការលើកលែងទិដ្ឋាការទេសចរនឹងជូនកម្ពុជាវិញដើម្បីងាយស្រួលឲ្យពលរដ្ឋកម្ពុជានឹងមានភាពថាងាយស្រួលអាចទៅលេងអាចទៅទស្សនាប្រទេសចិនបានពីព្រោះដើម្បីឲ្យយល់ដឹងពីគ្នាទៅវិញទៅមកបានហ្នឹងតើទៅជួបតើទៅលេងតើទៅទស្សនាបើគ្រាន់តែអង្គុយដាច់ដោយឡែកពីគ្នាហើយសម័យរោភាពស្និទ្ធស្នាលរំឃើញទេអញ្ចឹងគួរតែបង្កើតភាពងាយស្រួលដើម្បីឲ្យពលរដ្ឋនៃប្រទេសទាំងពីរហ្នឹងអាចទៅលេងគ្នាទៅវិញទៅមកបានដោយងាយស្រួលនៅក្នុងការលើកលែងវីសាហ្នឹងបើទោះបីជាលុយហ្នឹងតិចតួចប៉ុន្តែវាបង្ហាញនៅទឹកចិត្តថាបើកទ្វារចំហបើកទ្វារផ្ទះចំហសម្រាប់ស្វាគមន៍គ្នាទៅវិញទៅមកនេះគឺជារឿងមួយសំខាន់ណាស់ហើយចំណុចបន្ទាប់ទៀតគឺការគេហៅថាបន្ទាប់អំពីការគោរពគ្នានឹងហើយគឺការបង្កើតនៅបរិយាកាសមួយដែលអាចទុកចិត្តបានបរិយាកាសដែលមានសន្តិសុខ
បរិយាកាសមួយដែលមានស្ថិរភាពសម្រាប់ភាគីទាំងសងខាងអញ្ចឹងបើសិនជាទៅលេងហើយអត់មានសុវត្ថិភាពទៅលេងទៅហើយមិនបានទទួលការរាក់ទាក់ទៅលេងទៅហើយជួបបញ្ហាណាមួយអាហ្នឹងទៅលេងតែម្ដងគេលេងទៅឬក៏ទៅលេងតែម្ដងត្រឡប់ទៅវិញបង្កើតព័ត៌មានអវិជ្ជមានផ្សព្វផ្សាយពេញប្រព័ន្ធសារព័ត៌មានដើម្បីកុំឲ្យអាការអនុវត្តនៅគេថាការផ្លាស់ប្ដូរវិជ្ជាពលរដ្ឋណា people to people exchange ហ្នឹងបានជោគជ័យអញ្ចឹងខាងកម្ពុជាហើយនិងខាងចិនគឺមានភាពចាំបាច់ក្នុងការពិចារណាកត្តាទាំងអស់ហ្នឹងពីព្រោះបើកណាយើងគ្រាន់តែនិយាយថាល្អហើយមិត្តដែលថែបមិត្តត្បូងពេជ្រប៉ុន្តែយើងអត់សម្លឹងរកបញ្ហាដែលយើងប្រឈមហើយពេលមានបញ្ហាអត់ដោះស្រាយលួចតូចចិត្តលួចអន់ចិត្តលែងទៅលែងនិយាយរកគ្នាអាហ្នឹងបញ្ហាហើយអញ្ចឹងបើសិនជាដើម្បីឲ្យតំណែងកម្ពុជាចិននឹងកាន់តែល្អប្រសើរឡើងការយល់ច្បាស់អំពីគ្នាតាមរយៈការជជែកពិភាក្សាដោយផ្ទាល់ហើយនឹងការលើកលែងទឹកដីការទេសចរការបង្កើតភាពងាយស្រួលការគោរពគ្នាទៅវិញទៅមកការគោរពច្បាប់របស់គ្នាទៅវិញទៅមកកម្ពុជាគោរពច្បាប់ចិនចិនគោរពច្បាប់កម្ពុជាការគោរពប្រពៃណីគ្នាទៅវិញទៅមកចិនកម្ពុជាហើយនឹងការយល់ច្បាស់អំពីគ្នាខ្ញុំគិតថាគឺជាកត្តាសំខាន់ដែលដូចគ្នាទៅនឹងអ្វីដែលលោកបណ្ឌិតមនីរតបានលើកឡើងដែរអញ្ចឹងអរគុណ ចាអរគុណច្រើនលោក